យន្តហោះ F-16 ត្រូវបានបង្កើតឡើងដោយកូនខ្មែរនៅឯសហរដ្ឋអាមេរិកតែម្ដងដោយលោកពូកាន់អ៊ុំគាត់ជាអ្នកស្រាវជ្រាវរកដើម្បីផលិតនៅ F-16 ជូនសហរដ្ឋអាមេរិកតែម្ដងចង់ដឹងយ៉ាងណាសូមទស្សនានិងស្ដាប់ទាំងអស់គ្នាតែម្ដងអំប្រុសកាន់អ៊ុំគាត់មានឈាមជ័រជាខ្មែរម្នាក់ដែលបានឆ្លងកាត់រស់នៅសម័យសង្គ្រាមរបបខ្មែរក្រហមដ៏ជូរចត់ក្រោយបានភៀសខ្លួនទៅរស់នៅក្នុងសហរដ្ឋអាមេរិកដោយបាត់ដៃទៅទេនោះប៉ុន្តែដោយការខិតខំប្រឹងប្រែងរៀនសូត្រគាត់បានសម្រេចក្តីសុបិនដ៏ធំបំផុតរបស់គាត់មួយនោះខ្លាចទៅជាអ្នកបច្ចេកទេសនិងវិស្វករយន្តហោះចម្បាំងផងដែរចំណុចដែលអស្ចារ្យបំផុតក្នុងអាជីពរបស់គាត់បានចូលធ្វើការនៅក្នុងក្រុមហ៊ុនយោធាដ៏ខ្នាតយក្សរបស់សហរដ្ឋអាមេរិកនៅទីនោះគាត់មិនត្រឹមតែធ្វើជាការងារធម្មតាប៉ុណ្ណោះនោះទេប៉ុន្តែគាត់ជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញតិចតួចបំផុតដែលមានសិទ្ធិចូលកាន់ផ្នែកផលិតយន្តហោះទម្លាក់គ្រាប់បែកអាថ៌កំបាំង B2 Spirit ផងដែរដែលគឺជាយន្តហោះចម្បាំងសម្ងាត់បំផុតដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោកផងដែរទោះបីមានការយល់ច្រឡំថាគាត់ជាអ្នកបង្កើតម៉ាស៊ីនយន្តហោះ F-16 ម្នាក់ឯងក៏ដោយប៉ុន្តែការពិតគាត់មានជំនាញច្បាស់លាស់បំផុតទៅលើផ្នែកម៉ាស៊ីនប្រតិបត្តិការនិងប្រព័ន្ធគ្រឿងក្រៅរបស់យន្តហោះដែលយន្តហោះ F-16 បានប្រើប្រាស់គាត់ជាអ្នកជំនាញម្នាក់ដែលអាមេរិកទុកចិត្តឲ្យមើលថែសភាវុធសង្គ្រាមយុទ្ធសាស្ត្ររបស់គេតែបច្ចុប្បន្ននេះក៏បានចូលនិវត្តន៍នៅក្នុងសហរដ្ឋអាមេរិកហើយទោះបីជាយ៉ាងណាក៏ដោយក៏បានចែករំលែកចំណេះដឹងអំពីយន្តហោះរបស់គាត់ទៅកាន់យុវជនផ្សេងៗទៀតឲ្យងាកមកចាប់អារម្មណ៍ស្ដាប់ឮហើយឈឺពើផ្សាឥតឧបមាតែម្ដងអ្នកទាំងគ្នាគេយកអាវុធដែលយើងខំស្រាវជ្រាវរកឃើញដើម្បីមកបំផ្លាញប្រទេសជាតិមាតុភូមិរបស់យើងបែបហ្នឹងឯអ្នកទាំងអស់គ្នាគឺមិននឹកស្មានឡើយហើយគាត់ក៏មិននឹកដល់ថានឹងមានរឿងបែបហ្នឹងកើតឡើងមកលើប្រទេសកម្ពុជាដែរបងប្អូនទាំងអស់គ្នា